ប្រធានបទសហរដ្ឋអាមេរិកបន្ថែមសម្ពាធលើប្រទេសគុយបាតើសញ្ញានេះមានន័យដូចម្តេចសម្រាប់ពិភពលោកនៅឆ្នាំ2026អ្នកទស្សនាទាំងអស់គ្នាតើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីប្រទេសតូចមួយអាចទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនិងបង្កើតភាពតានតឹងរវាងអំណាចធំលើពិភពលោកបានសប្តាហ៍ថ្ងៃនេះប្រទេសគុយបាកំពុងក្លាយជាចំណុចក្តៅថ្មីមួយក្នុងនយោបាយភូមិសាស្ត្រអន្តរជាតិនៅឆ្នាំ2026ថ្មីនេះសហរដ្ឋអាមេរិកបានប្រកាសថានាំចូលប្រេងឥន្ធនៈទាំងអស់ទៅកាន់ប្រទេសគុយបាត្រូវបានផ្អាកបណ្ដោះអាសន្នវិធានការនេះមិនមែនជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេវាជារបៀបមួយនៃការបំពាននយោបាយដើម្បីបង្ខំឲ្យរដ្ឋាភិបាលគុយបាប្រែប្រួលអាកប្បកិរិយារបស់ខ្លួនសម្រាប់ប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈនាំចូលការសម្រេចចិត្តនេះជាភាពគំរាមកំហែងធ្ងន់ធ្ងរមួយចំពោះជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋធម្មតាហេតុអ្វីបានជាគុយបាមានសារៈសំខាន់ដល់ប៉ុណ្ណោះដើម្បីយល់ពីស្ថានភាពសពថ្ងៃយើងត្រូវតែត្រឡប់មើលប្រវត្តិសាស្ត្រយ៉ាងខ្លីសិនប្រទេសគុយបាបានរស់នៅក្រោមរបបផ្ដាច់ការមករយៈពេលជាង60ឆ្នាំចាប់តាំងពីសម័យសង្គ្រាមត្រជាក់នៅឆ្នាំ1962ពិភពលោកបានស្ថិតនៅជិតស្និទ្ធនឹងសង្គ្រាមនុយក្លេអ៊ែរដោយសារការប្រឈមមីស៊ីលគុយបាចាប់តាំងពីពេលនោះមកគុយបាត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសហរដ្ឋអាមេរិកនិងអំណាចអន្តរជាតិផ្សេងទៀតគុយបានិងវេណេស៊ុយអេឡាសម្ព័ន្ធយុទ្ធសាស្ត្រមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគុយបាបានពង្រឹងទំនាក់ទំនងជាមួយវេណេស៊ុយអេឡាប្រទេសទាំងពីរនេះបានគាំទ្រគ្នាទៅវិញទៅមកទាំងផ្នែកនយោបាយនិងសន្តិសុខទោះជាយ៉ាងណាវេណេស៊ុយអេឡាផ្ទាល់ក៏កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងការរិះគន់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិអំពីបញ្ហាសិទ្ធិមនុស្សផងដែរដោយសារតែហេតុនេះសម្ព័ន្ធភាពរវាងគុយបានិងវេណេស៊ុយអេឡាបានក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់សហគមន៍អន្តរជាតិជីវិតពិតប្រាកដសម្រាប់ប្រជាជនគុយបានៅសប្តាហ៍ថ្ងៃគុយបាមានប្រជាជនប្រហែល10លាននាក់ប៉ុន្តែមនុស្សជាង1លាននាក់បានចាកចេញពីប្រទេសដើម្បីស្វែងរកជីវិតល្អប្រសើរជាងមុននៅក្នុងប្រទេសគុយបាឡានពីសវត្ស1970នៅតែគ្របដណ្ដប់ផ្លូវភាគច្រើនដែលជានិមិត្តសញ្ញាដ៏ច្បាស់នៃការខ្វះខាតធនធាននិងការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវតែផ្អាកផ្គត់ផ្គង់ប្រេងអាចធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនគុយបាត្រូវប្រឈមនឹងភាពលំបាកកាន់តែខ្លាំងតើអ្វីកំពុងរង់ចាំនៅឆ្នាំ2026អ្នកវិភាគជាច្រើនជឿថាឆ្នាំ2026នឹងជាឆ្នាំមួយដែលមានការតានតឹងនយោបាយកើនឡើងនៅតំបន់ផ្សេងទូទាំងពិភពលោកប្រទេសតូចដែលជាប់ចន្លោះអំណាចធំលើពិភពលោកជាញឹកញាប់ជាអ្នកដំបូងដែលទទួលរងការលំបាកខណៈពលរដ្ឋធម្មតាគឺជាអ្នកបឹងថ្លៃខ្ពស់បំផុតសេចក្តីសន្និដ្ឋានគុយបាមិនមែនជាប្រទេសតូចធម្មតាទេវាកញ្ចក់បង្ហាញពីការប្រយុទ្ធប្រជែងអំណាចលើពិភពលោកនៅសម័យបច្ចុប្បន្នតើអ្នកគិតយ៉ាងដូចម្តេចអំពីស្ថានភាពនេះសូមចែករំលែកគំនិតរបស់អ្នកនៅក្នុងខាងក្រោមហើយកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានព័ត៌មានអន្តរជាតិច្បាស់លាស់និងជ្រាលជ្រៅដែលជួយឲ្យអ្នកយល់អំពីពិភពលោកបានល្អប្រសើរជាងមុន